ប្រពន្ធហ្នឹងគឺមានប្រុសថ្មីដោយសារតែប្តីនឹងរវល់ទៅណាគឺរវល់ជាប់គុកបាទតែប្តីនឹងរវល់ជាប់គុកប្រពន្ធណាងាកមានថ្មីបាត់ប្តីចេញពីគុកមកបាត់ប្រពន្ធហ្នឹងទៅណាឥឡូវនេះស្កាន់សម្បត្តិពីតែស៊ីវិលហ្នឹងដើររកប្រពន្ធសួរគេសួរឯងបរិសម្នាក់ហ្នឹងកាន់រូបថតប្រពន្ធនិងសម្បត្តិពីយើងហៅថាអតាស៊ីវិលហ្នឹងដើរទៅសាលាសង្កាត់ចោមចៅទី3ដើម្បីខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដើម្បីនឹងឲ្យអាជ្ញាធរជួយរកប្រពន្ធគាត់មកវិញដោយសារគាត់នឹងរវល់ជាប់គុកហើយចេញមកវិញបាត់ប្រពន្ធដល់ទៅណែនាងរតនានៅព្រឹកថ្ងៃ20មីនាកន្លងទៅនេះដោយគាត់បានចោទប្រពន្ធថាប្រពន្ធពេលដែលគាត់រវល់ជាប់គុកហ្នឹងរវល់ជាប់ពន្ធនាគារមួយឆ្នាំហ្នឹងបាទស្លាប់តែប្រពន្ធហ្នឹងទៅផិតក្បត់ជាមួយនឹងអ្នកថ្មីទៀតហើយក្រោយពេលគាត់ចេញមកវិញហ្នឹងរស់នៅជាមួយគ្នាបានតែ12ថ្ងៃទេបាទ12ថ្ងៃប្រពន្ធក៏នាំកូនរត់ចោលគាត់បាត់ទៅដឹងខ្លួនឯងអត់កែឬក៏យ៉ាងម៉េចយើងអត់ទាន់ដឹងសាច់រឿងរបស់នឹងដែរប៉ុន្តែខណៈនោះអាជ្ញាធរសង្កាត់ចោមចៅទី3មិនបានហៅប្រពន្ធអត់មកទេព្រោះមិនហ៊ានដោះស្រាយឬឲ្យអ្នកទាំងពីរលែងលះគ្នាបានទេព្រោះប្តីប្រពន្ធខាងលើរៀបការចុះសម្បត្តិពីហ្នឹងនៅឯឃុំលវាស្រុកព្រៃឈរខេត្តកំពង់ចាមតទៅកន្លែងយើងហ្នឹងបាទមូលដ្ឋានហ្នឹងហើយក្រោយមកអាជ្ញាធរបានប្រាប់ឲ្យបរិសហ្នឹងទៅប្តឹងនឹងដោះស្រាយគ្នានៅកន្លែងពួកគាត់រៀបការហ្នឹងទៅហើយនឹងចុះសម្បត្តិហ្នឹងទៅវិញបរិសហ្នឹងបាននិយាយថាគាត់ឈ្មោះប៉ុនប៉ុលបងប្រុសអាយុ45ឆ្នាំនៅភូមិរាយប៉ាយលើឃុំរាយប៉ាយស្រុកអកលមាសខេត្តកំពង់ចាមហើយកាលពីឆ្នាំ2006គាត់បានរៀបការជាមួយនឹងប្រពន្ធគាត់ឈ្មោះចនច័ន្ទថននឹងអាយុ38ឆ្នាំស្រុកកំណើតនៅភូមិលវាឃុំលវាស្រុកព្រៃឈរខេត្តកំពង់ចាមហើយមានកូន3នាក់ក្នុងនោះគឺមានស្រីម្នាក់អញ្ចឹងចូលរួមសោកស្ដាយសម្រាប់បងប្រុសចេញពីពន្ធនាគារបើសិនជាកែខ្លួនហើយក៏ល្អកាន់តែល្អអញ្ចឹងសូមឲ្យតំណាក់តំណងគ្រួសារនេះដោះស្រាយគ្នាដោយសន្តិវិធីបាទ